បាទមជូរសណ្ដាននេះគឺថាអ្វីដែលពិសេសនោះគឺបងប្អូនមួយចំនួនឬក៏ភាគច្រើនក៏បានដឹងថាផ្លែសណ្ដានខ្ចីមានអាជីរសឈ្ងុយឆ្ងាញ់គឺគេយកផ្លែរបស់វាណាយកទៅចិញ្ច្រាំជាមួយនឹងប្រហុកគឺឆ្ងាញ់មែនទែននឹងសម្រាប់អាហារប្រចាំតំបន់នៅក្នុងភូមិក៏ថ្មីតែម្ដងគឺឆ្ងាញ់យូរចិត្តឆ្ងាញ់មែនហើយសម្រាប់ស្លឹករបស់វាវិញគឺយើងអាចយកទៅស្លធ្វើម្ជូរគ្រឿងបានបាទជូរគ្រឿងគេនិយាយថាបើស្លត្រីព្រួលកំចោលសកាបើស្លម្ជូរត្រីប្រាកំចោលសកៃបើស្លម្ជូរក្បាលត្រីកុំភ្លេចដាក់ម្ជូរសណ្ដាន់អានេះជាទំនៀមពាក្យខ្មែរយើងតែនិយាយតពីដូនតាមកយើងអញ្ចឹងមិនថាដូនតារបស់យើងដឹងថាម្ជូរសណ្ដាន់ស្លម្ជូរក្បាលត្រីគឺវាឆ្ងាញ់មែនអញ្ចឹងបងប្អូនសាកពិតជាដឹងថារសជាតិឆ្ងាញ់មែនទែនអញ្ចឹងបងប្អូនហ្នឹងអត្ថប្រយោជន៍របស់វាគឺចង់និយាយទៅគ្រឿងទេសខ្មែររបស់យើងគឺនិយាយពីដើមសណ្ដានអញ្ចឹងហ្នឹងទាំងអស់ហ្នឹងគឺសិតតែដើមសណ្ដានទាំងអស់បាទសណ្ដានចុះនេះបាទហើយខ្ញុំបេះមកផ្លែមើលបាទពីផ្លែសណ្ដានតែម្ដងនេះគាត់ថាវាផ្លែតូចដែរមិនធំហ្មងនេះដោយសារដើមសណ្ដាននេះខ្ញុំជម្រាបជូនថាវាចាស់វាយូរឆ្នាំផ្លែខ្លះវាមិនធំមិនដូចដើមថ្មីផ្លែធំល្អអានេះផ្លែវាតូចតិចបាទដោយសារវាមានផ្លែខ្លះធំរដូវហ្នឹងវាមិនសូវផ្លែច្រើនណាស់ទេបាទអញ្ចឹងមិន